ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះដែរវិលមកកាន់វីដេអូថ្មីរបស់នាងខ្ញុំទៀតហើយចាសម្រាប់វីដេអូថ្ងៃនេះនាងខ្ញុំចង់និយាយអំពីការដាំចេកពងមាន់ធ្វើម៉េចឲ្យបានទិន្នផលល្អហើយលូតលាស់បានលឿនចាសម្រាប់ចេកពងមាន់នេះដែរបើរាប់ចាប់ពីថ្ងៃដាំមកដល់ថ្ងៃនេះមានអាយុ1ខែកន្លះតែបើនិយាយពីការលូតលាស់វិញគឺលឿនខ្លាំងមែនទែនចាសម្រាប់ចេកពងមាន់បើយើងដាំខុសបច្ចេកទេសយើងអត់សូវមានបច្ចេកទេសក្នុងការមើលថែទេនាងខ្ញុំហ៊ាននិយាយថាគឺការលូតលាស់យឺតខ្លាំងមែនទែនចាថ្ងៃនេះដែរនាងខ្ញុំមានវិធីសាស្ត្រនិងនាងខ្ញុំមានបទពិសោធន៍ផ្ទាល់មកចែករំលែកទៅកាន់ពុកម៉ែបងប្អូនអំពីការថែទាំចេកពងមាន់យើងនឹងឲ្យបានលូតលាស់បានលឿនឥឡូវនាងខ្ញុំឧទាហរណ៍ឲ្យបងប្អូនស្រួលយល់ជាមុនសិនជាដំបូងបងប្អូនគាស់កូនចេកពងមាន់ហើយបងប្អូនដាក់ដាំរយៈពេលជិត1ខែឬ1ខែអីចេកពងមាន់យើងចាប់ផ្ដើមលាស់ស្លឹក1ស្លឹក2ហើយដំណាក់កាលហ្នឹងចេកយើងចាប់ផ្ដើមចាប់ឫសហើយបងប្អូនបន្ទាប់ពីចេកយើងចាប់ឫសហើយឥឡូវយើងត្រូវមកកាត់ដើមវាចោលពាក់កណ្ដាលដើមបងប្អូនខ្លះក៏គាត់ឆ្ងល់ថាហាក់ចុះមិនបានត្រូវកាត់ដើមវាចោលទៀតបើស្លឹកវាលាស់ហើយចាសម្រាប់សំណួរនេះដែរក៏នាងខ្ញុំកាលអត់ទាន់បានដាំចេកពងមាន់ក៏ឆ្ងល់ដោយពុកម៉ែបងប្អូនដែរដោយសារតែយើងឃើញចេកយើងលាស់ស្លឹកបានស្អាតហើយយើងត្រូវកាត់ដើមចោលទៀតអញ្ចឹងហើយគឺស្ដាយហើយបងប្អូនងាកមកមើលចេកដែលយើងបានកាត់ដើមវាចោលហើយដើមវានឹងប្រឹងហើយមានកម្លាំងបងប្អូនមើលទៅស្លឹកវាធំហើយចេញត្រួយលឿនខ្លាំងមែនទែនពេលយើងដាំបានកាត់ដើមចោលអញ្ចឹងគឺថាការលូតលាស់វាក៏បានស្មើគ្នាដែរចាសម្រាប់វីដេអូនាងខ្ញុំក៏មានតែប៉ុណ្ណឹងអរគុណជម្រាបលាពុកម៉ែបងប្អូន